យើងទៅមេរៀនទី5នោះតាក់ទងទៅនឹងច្បាប់រក្សាធម្មពលបាទហើយខ្ញុំគិតថាមេរៀនច្បាប់រក្សាបរិមាណចលនាជាមួយនឹងអំពើសុំនោះលំហាត់ទាំងអស់ហ្នឹងដែលខ្ញុំកែហ្នឹងប្រហែលជាអាចនឹងមានប្រយោជន៍ច្រើនដែរគាត់ថាអ្វីដែលខ្ញុំចង់បានធ្វើគឺតាក់ទងទៅនឹងការទិញពេជ្រនៅក្នុង2អគ្គនេះព្រោះទី11យើងរៀនដល់ចលនាក្នុងប្លង់នេះខ្ញុំថាល្បឿនវាមានធាតុក្នុង x ធាតុក្នុង y ហើយគាត់ថាខ្ញុំអត់ទាន់បានកែលំហាត់ប្រភេទហ្នឹងបាទចាំមើលទៅមុខទៅមានពេលកែវិញឥឡូវខ្ញុំស្រោតមេរៀនទៅមុនតិចទៅគឺចូលទៅនឹងច្បាប់រក្សាធម្មពលបាទអញ្ចឹងលំហាត់ទី1របស់យើងគឺថាតាក់ទងទៅនឹងធម្មពលស៊ីនតិចរបស់គ្នាបាទហ្នឹងថាជាថ្នាក់ក្រោមយើងដឹងនេះធម្មពលស៊ីនតិចធម្មពលមួយអាស្រ័យទៅនឹងល្បឿនរបស់អង្គធាតុបាទគាត់ថាគេមិនសួរត្រង់បងគេសួរប្រៀបធៀបល្បឿនអញ្ចឹងបាទមិនជាពិបាកទេអញ្ចឹងគឺថារថយន្តទី1មានម៉ាស់ធំជាងរថយន្តទី2 2ដងបាទអញ្ចឹងកន្លែងគឺថាបើសិនបើឡានទី1មានម៉ាស់1តោនរថយន្តទី2 500គីឡូអញ្ចឹងទៅឬមួយក៏ទី2 1តោនទី1 2តោនអញ្ចឹងទៅបាទប៉ុន្តែគេដឹងថាតែវាមានធម្មពលស៊ីនតិចស្មើគ្នាបាទទោះជាម៉ាស់ខុសគ្នាមែនធម្មពលស៊ីនតិចស្មើគ្នាចូលប្រៀបធៀបល្បឿនរថយន្តទាំងពីរអ្នកគ្នាពេលដែលឃើញលំហាត់តាក់ទងទៅនឹងការប្រៀបធៀបល្បឿននេះអញ្ចឹងយើងរកផលធៀបមកតើល្បឿនទី1ចែកល្បឿនទី2ស្មើប្រមាណដងឬមួយក៏ល្បឿនទី2ចែកល្បឿនទី1ស្មើប្រមាណដងទៅគឺប្រភេទលំហាត់ដែលតាក់ទងទៅនឹងការប្រៀបធៀបហ្នឹងបាទតោះអញ្ចឹងស្រួលលំហាត់ហ្នឹងគឺតោះទៅដំណោះស្រាយគឺប្រៀបធៀបល្បឿនយន្តទាំងពីរអញ្ចឹងដោយសារតែតាក់ទងទៅនឹងធម្មពលស៊ីនតិចយើងរកធម្មពលស៊ីនតិចរបស់យន្តមួយមកបាទធម្មពលស៊ីនតិចរបស់យន្តទី1គឺការ1ការនោះគឺធម្មពលស៊ីនតិចណាគឺការធំមិនមែនការតូចទេលេខ1ថារបស់យន្តទី1គឺស្មើ1លើ2 m v1 ការ៉េបាទអញ្ចឹងម៉ាស់យន្តទី1គុណនឹងល្បឿនហើយគេល្បឿនរបស់ហើយគេរថយន្តទី1ដូចជាការ៉េហ្មងបាទមិនជា vector ទេគឺដាក់ល្បឿនខាងក្នុងស្ទះល្បឿនយកហ្មងបាទធ្វើដូចគ្នាដែរចំពោះទី2គឺការ2ស្មើ1លើ2 m v2 ការ៉េបាទអញ្ចឹងគេដឹងថាយ៉ាងម៉េចទៀតបាទគេដឹងថានេះរថយន្តទី1អីគេមានម៉ាស់ធំជាងរថយន្តទី2 2ដងបាទយ៉ាងដូចបច្ចេកប្រធានមិនទេនឹងគ្នាមើលទៅដូចជាគាត់ដាក់ m2 ស្មើ2ដង m1 តោះឥឡូវយើងកែប្រធានទៅឲ្យត្រូវនៅត្រឹងចម្លើយវិញស្រួលកុំឲ្យពិបាកអញ្ចឹងថារថយន្តទី1មានម៉ាស់តូចជាងរថយន្តទី2ទៅបាទបាទអញ្ចឹងថារថយន្តទី1មានម៉ាស់តូចជាងរថយន្តទី2 2ដងបាទនេះកន្លែងនេះបាទន័យថាអីគេបាទន័យថាយើង m2 វាស្មើទៅនឹង2ដង m1 បាទហ្នឹងអញ្ចឹងថាឧទាហរណ៍ថារថយន្តទី1មានម៉ាស់1តោនរថយន្តទី2មានម៉ាស់2តោនទៅបាទកន្លែងហ្នឹងបាទ1តោនគុណ2ដល់2តោនអញ្ចឹងបាទអញ្ចឹងការ2ស្មើ1លើ2 m2 លើ v ការ៉េ v2 លើជាការ៉េប៉ុន្តែនេះកន្លែងនេះ1លើ2គេ1លើ2 m2 ហ្នឹងវាស្មើនឹង m1 ដោយសារតែអីគេ m1 វាតូចជាង m2 2ដងបាទអញ្ចឹង1លើ2 m2 កន្លែងហ្នឹងយើងជំនួសឲ្យ m1 កន្លែងនេះបាទអញ្ចឹងវាទៅជា m1 v2 លើជាការ៉េអញ្ចឹងដោយសារតែវាមានធម្មពលស៊ីនតិចស្មើគ្នាទៀតអញ្ចឹងការ1ស្មើការ2បានតែនេះកន្លែង1លើ2 m1 v ការ៉េហ្នឹងស្មើនឹង m1 v2 លើជាការ៉េនេះកន្លែងនេះបាទអញ្ចឹងការ1ស្មើការ2ទៅ1លើ2 m1 v1 លើជាការ៉េស្មើនឹង m1 v2 លើជាការ៉េអញ្ចឹងយើងសម្រួលនេះចោលនេះសម្រួល m1 ក្បត់ចោលទៅបាទសម្រួល m1 ក្បត់ចោលទៅតោះឥឡូវយើងទៅស្រាយកន្លែងហ្នឹងតិចទៅតើវាមិនឃើញប៉ុណ្ណឹងបាទតោះអញ្ចឹងវាទៅជា1លើ2 m1 v1 ការ៉េវាស្មើនឹង m1 v2 លើជាការ៉េបាទអញ្ចឹងយើងសម្រួល m1 ក្បត់ចោលបាទអញ្ចឹងធ្វើមកទៀតខ្ញុំរុញអា2មកខាងនេះអ្នកគ្នាទៅជា v1 ការ៉េវាស្មើនឹង2ដង v2 ការ៉េអញ្ចឹងខ្ញុំដាក់ឬការ៉េអង្គសងខាងទៅជា v1 ស្មើនឹងឬការ៉េ2ហើយ v2 បាទអញ្ចឹងន័យថាអីគេនេះអានេះគឺ1.41អ្នកគ្នាដោយសារតែឬការ៉េ2អញ្ចឹងថាល្បឿនរបស់អារថយន្តទី1វាស្មើទៅនឹង1.41ដងនៃល្បឿនទី2បាទន័យថាបើយើងមើលទៅនេះ v1 ចែក v2 គឺស្មើនឹង1.41បាទឧទាហរណ៍នេះ1 ម៉ាញ់វិនទីអញ្ចឹងទៅអានេះគឺ1.41ម៉ាញ់